ទីនោះគឺជាសំឡេងស៊ូវាសង្ស័យថាប្អូនប្រុសមានរឿងតើគាត់គួរធ្វើដូចម្ដេចតើបានក្មេងលេងថ្មីច្រើនម្លេះមកពីណាតើអ្នកបានដាក់លុយមែនទេខ្ញុំមិនបានដាក់លុយទេតើអ្នកប្រកាសជាលួចលុយមែនទេអ្នកចង់ធ្វើឲ្យរឿងក្នុងផ្ទះអាម៉ាស់មុខមែនទេខ្ញុំដឹងរឿងគ្រប់យ៉ាងច្បាស់ណាស់តើអ្នកដឹងទេខ្ញុំមិនដឹងថាត្រូវនិយាយជាមួយឪពុករបស់អ្នកយ៉ាងម៉េចទេប្រសិនបើពួកយើងលេងលេះគ្នាវាប្រកាសជាដោយសារតែអ្នកចង់បះបោលមែនទេចង់ចាំទុកអ្វីគ្រប់យ៉ាងនៅក្នុងផ្ទះនេះគឺខ្ញុំជាអ្នកទិញគុំស្មានថាអ្នកបង្កើតកូនឲ្យខ្ញុំម្នាក់ហើយខ្ញុំនឹងលើកលែងទោសឲ្យអ្នកនោះគុំស្មានថាកូនប្រុសរបស់អ្នកលួចរបស់ខ្ញុំប៉ុន្តែពុតត្បិតមិនបានទេនៅតែជាមនុស្សល្ងងដដែលយំធ្វើអីទៅតាមក្រុមនេះមិនអស់លុយទេទាំងអស់នេះគឺខ្ញុំជាអ្នកធ្វើខ្ញុំនៅមិនទាន់ចុះចាញ់ទេហើយអ្វីបានជាមិនទាន់គេងទៀតមើលរឿងកំ pl ែង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 មើលទៅមើលទៅរ៉េនយូជីតើឯងកែតអីហ្នឹងឯងរៀនត្រួតថ្នាក់ហើយនៅតែដេកក្នុងម៉ោងរៀនទៀតសុំទោសបាទរ៉េនយូជិនឯងក្រោកឈរឡើងឈររហូតដល់ចប់ម៉ោងលោកគ្រូឡែងគេឈរនៅទីនេះបាំងខ្ញុំមើលក្តារខៀនមិនឃើញទេរ៉េនយូជិនទៅឈរនៅជ្រុងក្បែរទ្វារនោះទៅកុំលោឡាអីយប់នេះគេច្បាស់ជាត្រូវគេវីមិនខានមិនដឹងថាឈរបែបហ្នឹងអាចដេកលក់ដែរឬអត់ទេហាហាហារ៉េនយូជីអញបែរមុខទៅរកជញ្ជាំងបែបហ្នឹងតើស្ដាប់មេរៀនយ៉ាងម៉េចកើតបែរមុខនេះមើលទៅកូនក៏ត្រូវចាប់ដើមសរសេរកំណត់ហេតុប្រចាំថ្ងៃដែរសរសេរចប់ហើយឲ្យពួកយើងមើលបានទេល្អទេម៉ាក់គឺជាទឹកខេបហាអរគុណអ្នកនាងគឺ glass អូគឺ glass of water មិនមែនខទេប៉ុន្តែភាសាអង់គ្លេសកុំនិយាយអីណាហឹមនេះគឺជាលទ្ធផលប្រឡងលើកនេះរបស់ UGភាសាចិនប្រឡងបានល្អគួរសម61ពិន្ទុភាសាអង់គ្លេស54ពិន្ទុគណិតវិទ្យាខ្សោយបន្តិចបានតែ7ពិន្ទុ18ពិន្ទុតើគេប្រឡងបានលេខប៉ុន្មានក្នុងចំណោមសិស្សក្នុងថ្នាក់គេបានលេខ29ចំណាត់ថ្នាក់ទូទាំងកម្រិតថ្នាក់មិនបាច់និយាយទេខ្ញុំដឹងថាគេប្រឡងមិនបានល្អទេ UG ឲ្យតើធម្មតាកូនទៅរៀនមានសម្ពាធខ្លាំងមែនទេសុំទោសលោកគ្រូលែងសួរថាតើជាធម្មតាឯងមានសម្ពាធខ្លាំងមែនទេមិនមែនទេបាទទោះបីជាខ្លឹមសារប្រឡងនៅឆ្នាំក្រោយដូចឆ្នាំនេះក៏ដោយប៉ុន្តែឯងក៏ត្រូវខំប្រឹងរំលឹកមេរៀនដែរដឹងទេដឹងតើលោកគ្រូតើមានន័យថាម៉េចតើអ្វីទៅដែលថាឆ្នាំក្រោយដូចឆ្នាំនេះឈៀវជីនិយាយថាបានប្រាប់ប៉ាម៉ាក់រួចហើយតាមពិតទៅឆ្នាំនេះគាត់ត្រូវរៀនត្រួតថ្នាក់ឈប់សិនសុំទោសរត់ទៅខ្ញុំឲ្យអញរត់ឥឡូវនេះម៉ោង 2 ហើយមានពេល45នាទីដើម្បីធ្វើវិញ្ញាសាឥឡូវនេះអាចចាប់ផ្ដើមបានតើឯងកើតអីហ្នឹងធ្វើស្អីនឹងបានជាចេញមកយូរម្លេះតើឯងមិនអីទេហើយតើគ្រាន់បើជាងមុនហើយឬនៅបើគ្មានរឿងអ្វីទេបន្តការប្រឡងទៅអ្នកស្រីយ៉ែនឬមួយក៏ពួកយើងរងចាំដល់ម៉ោងសម្រាប់គាត់ពិតជាមិនអីទេគាត់មិនអីទេលោកគ្រូឡែងលោកជួយផ្ដល់ឱកាសឲ្យគេម្ដងទៀតបានទេឬក៏បែបនេះទៅលោកជួយរៀបចំឲ្យគេប្រឡងឡើងវិញគឺនៅថ្ងៃស្អែកម៉ាក់តែងតែគេងមិនលក់ពេលរៀនគឺហត់ណាស់ម៉ាក់គេងលក់ខ្លួនឯងទាំងមិនដឹងខ្លួនវាមិនមែនជាសុបិនទេអ្នកគ្រូយេងថាម៉ាក់មានរឿងរំខានចិត្តទើបមិនមានអារម្មណ៍ផ្ដោតមិនមែនទេម៉ាក់ទូរទស្សន៍និយាយថាត្រូវគេងឲ្យបាន8ម៉ោងក្នុងមួយថ្ងៃប៉ុន្តែរាល់ថ្ងៃកូនគេងមិនគ្រប់គ្រាន់ទេឬមួយម៉ាក់នាំកូនទៅជួបគ្រូពេទ្យវិកលចរិតទៅបើមិនស្រស់ស្រាយត្រូវទៅជួបគ្រូពេទ្យវិកលចរិត
អូម៉ាក់គិតថាផ្នែកវិកលចរិតមិនមែនសម្រាប់រឿងហ្នឹងទេផ្នែកវិកលចរិតគឺសម្រាប់ព្យាបាលអ្នកដែលមានបញ្ហាផ្លូវចិត្តពិតជាឈួតមែនតើឯងឈួតមែនទេពួកយើងលួចយកវាទៅផ្ទះកុំឲ្យពួកគេដឹងអូតាមពិតឯងមានលុយចាយច្រើនម្ល៉េះអូមានផ្កាយដុះកន្ទុយនៅទីនោះវាជាផ្កាយដុះកន្ទុយផ្កាយនឹងណាពិតជាផ្កាយដុះកន្ទុយមែនខ្ញុំពិតជាសម្រាមម្នាក់ខ្ញុំមិនចង់រៀនទេពួកយើងតាមពិតឯងមិនចូលចិត្តរៀនសោះខ្ញុំគិតថាឯងល្អមិនមែនមានន័យថាខ្ញុំចូលចិត្តទេណែអ្នកទាំងពីរធ្វើអីហ្នឹងទីនោះគឺជាដំបូលផ្ទះចុះបើមានរឿងអីកើតឡើងចំពោះប្អូនប្រុសតើត្រូវធ្វើម៉េចបានលុយពីណាច្រើនម្លេះមកទិញប្រដាប់ក្មេងលេងតើឯងលួចលុយមែនទេខ្ញុំមិនបានលួចលុយទេតើឯងប្រកាសជាលួចលុយមែនទេខ្ញុំត្រូវធ្វើការងារផ្ទះខ្ញុំនឹងសងការខូចខាតទាំងអស់ម៉ាក់មិនដឹងថាត្រូវនិយាយជាមួយប៉ាកូនយ៉ាងម៉េចទេប្រសិនបើពួកយើងលែងលេះគ្នាវាច្បាស់ជាដោយសារតែកូនហើយពួកយើងល្អចំពោះកូនខ្លាំងណាស់តែឯងបែរជារៀនត្រួតថ្នាក់ពួកយើងនឹងនិយាយជាមួយប៉ារបស់កូនប្រាប់ឲ្យគាត់នាំកូនទៅដើរលេងជាមួយគ្នាដោយអស់រលីងហើយកូននៅទីនេះចោះរំលឹកមេរៀនដោយខ្លួនឯងឲ្យបានល្អមិនអនុញ្ញាតឲ្យទៅណានោះទេម៉ាក់បើស្អែកកូនត្រូវរៀនត្រួតថ្នាក់ទៀតតើត្រូវធ្វើដូចម្ដេចកុំឲ្យម៉ាក់ត្រូវស្ដីបន្ទោសកូនទៀតអីកូនធ្វើកិច្ចការផ្ទះរួចហើយតើមានអ្វីចង់និយាយទៀតទេសុំទោសកូនអាយុ12ឆ្នាំហើយតើធ្លាប់គិតទេថាធំឡើងចង់ធ្វើអ្វីកូនទើបតែអាយុ10ឆ្នាំទេរៀនមិនពូកែមិនអីទេតើកូនមានចំណុចខ្លាំងអ្វីខ្លះបើធំឡើងកូនចង់ក្លាយជាសម្រាប់ម៉ាក់ក៏មិនខត់កូនដែរអ្នកមិនមែនជាល្បែងកំសាន្តទេសុំទោសពិតមែនខ្ញុំក៏មិនមែនជាអ្នកអប់រំដែរខ្ញុំធ្វើដើម្បីប្អូនឯងរហូតមកតែវាមិនបានផលនឹងមិនប្រឡងបានលេខ15ទេស្រេចតែឯងទៅពុកនឹងមិនវីកូនទៀតទេវីកូនក៏គ្មានប្រយោជន៍ដែរដំណឹងល្អគឺពុកនឹងមិនវីខ្ញុំទៀតទេដំណឹងអាក្រក់គឺពួកគេហាក់ដូចជាមិនសប្បាយចិត្តសោះប្រសិនបើមានថ្ងៃណាមួយខ្ញុំចាក់ចេញពីផ្ទះនេះពុកនិងម៉ាក់នឹងមិនលែងលះគ្នាទេពួកគេអាចរស់នៅជាមួយប្អូនប្រុសជាគ្រួសារមានគ្នា3នាក់យ៉ាងសប្បាយរីករាយប្អូនប្រុសអាចមកជែកលេងជាមួយបងបានទេមិនជែកទេខ្ញុំចង់គេងហើយទៅចុះយន្តហោះខ្ញុំមិនមែនជាមនុស្សសំខាន់អីទេមិនយូរទេនឹងគ្មានអ្នកណាចងចាំខ្ញុំទៀតឡើយខ្វេ show up ក្រសោបរាល់គ្រប់របៀបរស់នៅ